បាទជម្រាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាដែលក្នុងថ្ងៃនេះគឺខ្ញុំមកធ្វើការអំពីការ install និងការ connect នៅ SSH ដែរក្នុងនេះដែរគឺយើងធ្វើការជ្រើសរើសនៅ network adapter យើងយក price adapter ហើយបន្ទាប់មកយើងធ្វើការជ្រើសរើសដែលដូចតែខ្ញុំបានជ្រើសរើសអញ្ចឹងហើយបន្ទាប់មកយើងនឹងធ្វើការយកនៅ allow all តែម្ដងបន្ទាប់មកយើងធ្វើការ start ទៅលើម៉ាស៊ីនរបស់យើងតែម្ដងបន្ទាប់ពីយើងបាន start ហើយឥឡូវនេះយើងធ្វើការដាក់នៅ user name និង password ដើម្បី login ចូលបាទបន្ទាប់ពី login ចូលហើយយើងធ្វើការដាក់នៅ create comment មួយដែលមានន័យថាគឺ sudo apt updateបាទឥឡូវនេះបន្ទាប់ពីយើងធ្វើការ update វារួចរាល់បន្ទាប់ពីយើងធ្វើការ update ហើយយើងធ្វើការ install ដែលយើងវាយ comment វាថាsudo apt install opensh.server rồi mớiដាក់ password មកបន្ទាប់មកវាយើងធ្វើការ install បានហើយបន្ទាប់ពី install បានហើយបន្ទាប់មកយើងធ្វើការដាក់នៅ sudo system នេះយើងធ្វើការ active ទៅលើ SSH របស់យើងឥឡូវយើងបាន active ហើយបន្ទាប់មកយើងគ្រាន់តែវាយនៅ
បន្តមកទៀតយើងគ្រាន់តែវាយIPA ទៅយើងនឹងបានជាមួយនឹងpin សម្រាប់ធ្វើការហោះបាទឥឡូវនេះយើងធ្វើការ pin ជាមួយនឹង address network បន្ទាប់ពី pin បានហើយយើងធ្វើការដាក់ជាមួយនឹង SH username add ជាមួយនឹង pin ជាមួយនឹង address របស់យើងតែម្ដងបន្ទាប់ពីយើងធ្វើការដាក់ password ហើយនោះវានឹងធ្វើការ connect ចូលតែម្ដង